ទស្សនភាពនេះបានមិនទាន់និយាយឈ្មោះវត្តពុកម៉ែបងប្អូនខ្លះក៏បានស្គាល់ដែរដោយសារតែវត្តហ្នឹងគឺថាល្បីមែនតែនឲ្យតែមានកម្មវិធីបុណ្យអុំទូកម្ដងគឺថាស៊ីដាច់គេហើយអញ្ចឹងអ្នកស្រុកអង្គរបរិយអ្នកស្រុកព្រៃកបាស់ស្គាល់ច្បាស់ដូចថ្ងៃអញ្ចឹងហើយនេះគឺជាទស្សនភាពប៉ុណ្ណាំងទូកនៅវត្តកោះដែលពុកម៉ែបងប្អូនស្គាល់ច្បាស់មែនតែនសម្បីតែខ្ញុំនេះក៏ស្គាល់ច្បាស់ដែរវត្តកោះថាអូកម្មវិធីបុណ្យអុំទូកម្ដងគឺថាមនុស្សម្នាកកមែនតើពុកម៉ែបងប្អូនគ្នាចឹងសម្រាប់ពុកម៉ែបងប្អូនដែលអត់មាន plan ទៅណាខ្ញុំរីក comment ឲ្យពុកម៉ែបងប្អូនទៅលេងខាងស្រុកអង្គរបរិយនេះគឺនៅវត្តកោះហ្នឹងជាពិសេសគឺថាពេលបុណ្យអុំទូកនិយាយពីពុកម៉ែបងប្អូនទៅចូលរួមច្រើនមែនតើហើយបើសួរថាទៅដល់ហ្នឹងមានអាហារដ្ឋានឬក៏រមណីយដ្ឋានណាញ៉ាំអីនេះមាននៅណាទៀតពុកម៉ែបងប្អូនវត្តកោះហើយនៅបុកលហុងចុងថ្នោតហ្នឹងគឺនៅជាប់គ្នានឹងឯងពុកម៉ែបងប្អូនឃើញវត្តកោះខាងស្នាមដៃនេះហើយបុកលហុងចុងថ្នោតនៅខាងឆ្វេងដៃនេះចឹងកន្លែងល្បីពីរហ្នឹងគឺនៅជាប់គ្នាទេអញ្ចឹងពុកម៉ែបងប្អូនអាចទៅញ៉ាំអីនៅបុកលហុងចុងថ្នោតហើយមកមើលគេអុំទូកនៅវត្តកោះក៏បានដែរហើយអ្វីដែលជាពិសេសទៀតគឺពុកម៉ែបងប្អូនអាចទៅលេងភ្នំដាទៀតពុកម៉ែបងប្អូនទាំងគ្នាអញ្ចឹងថ្ងៃអុំទូកពុកម៉ែបងប្អូនដែលអត់មានកម្រងទៅណាឆ្ងាយចង់ឲ្យត្រឹមវល់ល្ងាចទេអាចទៅខាងស្រុកអង្គរបរិយបានគឺដោយសារខាងស្រុកអង្គរបរិយមានវត្តកោះមួយដែលរៀបចំពិធីបុណ្យអុំទូកជារៀងរាល់ឆ្នាំហើយពុកម៉ែបងប្អូនយើងទៅគាំទ្រច្រើនមែនទែនអញ្ចឹងនេះជាការជូនដំណឹងមួយដោយសារវីដេអូនេះគឺឆ្នាំមុនទេពុកម៉ែបងប្អូនគឺសប្បាយមែនទែនសូម្បីតែខ្ញុំមិនមែនអ្នកនៅស្រុកអង្គរបរិយទេហើយទៅលេងពិធីបុណ្យអុំទូកបងប្អូនហើយសប្បាយខ្លាំងមែនទែនអញ្ចឹងអរគុណពុកម៉ែបងប្អូនទាំងគ្នាសម្រាប់ការទស្សនាវីដេអូពូនេះខ្មែរជាការចែកម្លែក1គីឡូពុកម៉ែបងប្អូនអត់បានទៅដើរលេងឆ្ងាយអីអាចវិលល្ងាចត្រឹមស្រុកអង្គរបរិយបានបាយអរគុណ